សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការចូលទៅកាន់ទីតាំងរបស់ស្រុកដំបូងឡើយយើងចូលទៅលើ menu setting បន្ទាប់មកយើងចូលទៅកាន់ location បន្ទាប់មកយើងធ្វើការคลิกទៅលើខ្មែរ location បន្ទាប់មកយើងធ្វើការคลิกទៅលើប៊ូតុង district ឥឡូវនេះគឺយើងចូលមកដល់ទីតាំងនៅក្នុងស្រុកហើយដើម្បី search គឺយើងអាច search តាមរយៈលេខកូដទីតាំងរបស់ស្រុកយើងអាច search តាមរយៈឈ្មោះរបស់ស្រុកយើងអាច search តាមរយៈឈ្មោះរបស់ស្រុកដែលជាអក្សរខ្មែរបន្ទាប់មកយើងធ្វើការคลิกទៅលើប៊ូតុង search ហើយវានឹងបង្ហាញ Visa នៅខាងក្រោម